ស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទអញ្ចឹងសារព័ត៌មាននេះគឺដកស្រង់ចេញពីកាសែតបាទ Reuters បាទប្រិមិត្តបាទចឹងនៅការថ្ងៃទី21ខែឧសភាឆ្នាំ2025បាទប្រទេសអ៊ុយក្រែនបានស្នើសុំឲ្យសហភាពអឺរ៉ុបបាទហៅកាត់ថា EU ដឹកនាំការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីដោយការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump ក្នុងឯកសារសម្ងាត់ដោយមានជាង40ទំព័របាទហើយដោយរាយការណ៍ដោយ Reuters អ៊ុយក្រែនបានណែនាំឲ្យ EU បាទសហភាពអឺរ៉ុបនឹងចាត់វិធានការដូចជាបាទដកហូតទ្រព្យសម្បត្តិរបស់បុគ្គលរុស្ស៊ីដែលជាប់ទណ្ឌកម្មនិងផ្ទេរទ្រព្យសម្បត្តិនោះទៅឲ្យអ៊ុយក្រែនទី2ដាក់ទណ្ឌកម្មទម្រង់ទី2លើអ្នកទិញប្រេងរុស្ស៊ីក្រៅពី EU ដូចជាប្រទេសឥណ្ឌានិងចិនបាទទី3កែប្រែវិធានការសម្រាប់ចិត្តរបស់ EU ដើម្បីជៀសវាងការប៉ះពាល់ពីសមាជិកតែមួយការស្នើសុំនេះកើតឡើងបន្ទាប់ពីលោក Trump បដិសេធដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីបន្ទាប់ពីមានការជួបទូរស័ព្ទជាមួយប្រធានាធិបតីបាទ Vladimir Putin ផងដែរបាទការស្ទាក់ស្ទើរនេះបានបង្កើនការព្រួយបារម្ភចំពោះអ៊ុយក្រែននិងសម្ព័ន្ធមិត្តបាទរបស់ខ្លួនផងដែរបាទប្រិមិត្តចំពោះចំណុចនេះគឺបាទអ៊ុយក្រែនទាមទារមែនទែនបាទស្នើឲ្យសហភាពអឺរ៉ុបតែម្ដងគឺដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីតែម្ដងបាទក្នុងការឆ្លើយតបបាទផងដែរគឺប្រទេសអាល្លឺម៉ង់បានអំពាវនាវឲ្យបាទ EU ដាក់ទណ្ឌកម្មតឹងរឹងជាងមុនលើរុស្ស៊ីដែលផ្ដោតលើការហាមនាំចូលឧស្ម័ននិងយូរ៉ានីញ៉ូមពីរុស្ស៊ីបាទនឹងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កើតលោក Fontes Frey បាទប្រធានការិយាល័យរដ្ឋាភិបាលអាល្លឺម៉ង់បានលើកឡើងថា EU ត្រូវតែចាកចេញពីតំបន់សុវត្ថិភាពដើម្បីតំបន់សុវត្ថិភាពរបស់ខ្លួនបាទជាស្រ័យបាទដើម្បីឆ្លើយតបនឹងការឈានពានរបស់រុស្ស៊ីផងដែរបាទចឹងសរុបចុងក្រោយមកគឺបាទប្រទេសអ៊ុយក្រែនបានស្នើឲ្យទៅឲ្យសហភាពអឺរ៉ុបបាទប្រិមិត្តបាទដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីតែម្ដងបាទនេះគឺជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ផងដែរនៅបាទនេះគឺជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ផងដែរបាទនៅប្រទេសរុស្ស៊ីនិងអ៊ុយក្រែននេះផងដែរបាទអញ្ចឹងយើងក៏មានព័ត៌មានបន្តទៀតបាទអញ្ចឹងសូមបងប្អូនបាទរងចាំទស្សនាបន្តទៀតបាទស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទនេះគឺជាសារព័ត៌មានទី2ដែលដកស្រង់ចេញពីកាសែត Reuters ដូចគ្នាផងដែរបាទចឹងនៅថ្ងៃទី22បាទថ្ងៃ22ខែឧសភាបាទចឹងរំលងមួយថ្ងៃបងបាទប្រិមិត្តបាទចឹងខែឧសភាឆ្នាំ2025បាទក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាកងកម្លាំងជាតិរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន105គ្រឿងក្នុងតំបន់ផ្សេងនៃប្រទេសរុស្ស៊ីបាទអញ្ចឹងភាពតានតឹងនៅតែបន្តមានបាទដដែលប្រិមិត្តផងដែរបាទគឺបន្តវាយប្រហារបាទទៅលើគ្នាទៅវិញទៅមកផងដែរបាទអញ្ចឹងក្នុងចំណោមនេះបាទមាន35គ្រឿងត្រូវបានបាញ់ទម្លាក់នៅជុំវិញតំបន់បាទនៅជិតទីក្រុងមូស្គូបាទអញ្ចឹងលោក Sergei Sobyanin អភិបាលទីក្រុងមូស្គូបាននិយាយថាមានយន្តហោះដ្រូនជិត40គ្រឿងត្រូវបានបាញ់ទម្លាក់នៅពេលវាប្រញាប់មកកាន់ទីក្រុងបាទដើម្បីវាយប្រហារផងដែរបាទហេតុការណ៍នេះបានបណ្ដាលឲ្យប្រលានយន្តហោះបាទ Domodedovo និង Sukhoi នៅមូស្គូផ្អាកការហោះហើរជាបណ្ដោះអាសន្នបាទព្រោះដោយសារតែមានការវាយប្រហារបាទពីប្រទេសអ៊ុយក្រែនបាទព្រោះដោយសារតែមានការវាយប្រហារពីប្រទេសអ៊ុយក្រែនដោយយន្តហោះដ្រូនបាទហ្នឹងហើយចឹងនៅពេលដែលការចរចាសន្តិភាពកំពុងមានការពិភាក្សាការប្រយុទ្ធនៅតំបន់ខាងមុខក៏កំពុងកើនមានឡើងផងដែរបាទចឹងក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាកងកម្លាំងរបស់ខ្លួនកំពុងមានការរីកចម្រើននៅតំបន់សំខាន់បាទជាច្រើនបាទអ្នកសារព័ត៌មានសង្គ្រាមដែលគ្រប់គ្រងដោយរុស្ស៊ីបានរាយការណ៍ថារុស្ស៊ីបានបំបែកខ្សែការពាររបស់អ៊ុយក្រែនរវាងទីក្រុងបាទ Pokrovsk និង Kostyantynivka នៅតំបន់ Donetsk បាទចឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយក្នុងសន្ទរកថារបស់លោកថាការប្រយុទ្ធនៅតំបន់ខាងមុខកំពុងមានភាពតានតឹងយ៉ាងខ្លាំងបាទអរគុណសម្រាប់ការទស្សនាបាទបងប្អូនបាទជួយចុច Subscribe ឬក៏ចុច Like លើ Channel ខ្ញុំម្នាក់មួយបាទ
ដើម្បីទទួលបានព័ត៌មានបន្តទៀតបាទអរគុណជម្រាបលា